កាលណាខ្ញុំបានសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពដ៏ពងពុះសូមក្រាបថ្វាយបង្គំគោរពព្រះអង្គចាស់តាជាធិបតីនៅក្នុងវេលាគ្រានេះដោយសេចក្តីគោរពករាបថ្វាយក្រាបថ្វាយបង្គំគោរពគុណចាស់គ្រូធម្មរតតាគុណចាស់វិរិយោបណ្ឌិតានិងគុណចាស់ព្រះអង្គជាទីគោរពជាទីកោតក្រែងទៀតសូមគោរពលោកមាជាទីគោរពសូមគោរពញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបាននិមន្តនិងអញ្ជើញមកសិក្សារៀនសូត្រនៅក្នុងអាស្រមថ្នាក់ជុំនេះប្រព្រឹត្តទៅដើម្បីបាននៅសេចក្តីចម្រើនទៅជារឿយទៅមិនប្រព្រឹត្តទៅដើម្បីនឹងប៉ុន្មានបច្ចេកនៅវាសនាអីនៅក្នុងលោកនេះគឺអត់ទេទៀតពីព្រោះវាអត់មានភាពសំខាន់អីនៅក្នុងរូបទៀតនឹងរូបដែលមានរាល់ថ្ងៃហ្នឹងដែលវាគ្រាន់តែមានសេចក្តីប្រកាន់ថាជាយើងឬក៏ថាជាអ្នកដតីហ្នឹងគឺវាមិនមានសេចក្តីសំខាន់អីក្នុងរូបហ្នឹងគឺវានឹងមិនគួរ